Win config RUPP should be right. I press in CNAME name W in CNAME www my server RUPP.com. Oh, you see, Mail. Why I forgot L in here? Let's go again. Restart server again. Then run and as lookup again. As lookup my server. Now it's working. Hey, you also can ឥឡូវយើងក៏អាចមានថាយើង NS lookup ម្ដងទៀតឥឡូវវាបកប្រែចេញពី domain របស់យើងទៅជា IP បានហើយប៉ុន្តែឥឡូវយើងចង់ឲ្យវាបកប្រែ IP ជា domain NS lookup 192.168.1.1 1.2យើងបានឃើញអញ្ចឹងដោយសារតែមូលហេតុហ្នឹងយើងបកប្រែពី IP ជា domain អត់ទាន់បានដោយសារតែយើងអត់ទាន់មានforward zone ហើយ forward zone ហ្នឹងយើងត្រូវធ្វើដូចម៉េច forward zone ហ្នឹងយើងត្រូវបង្កើត file មួយទៀត configuration មួយទៀតដែលយើងត្រូវធ្វើទី1យើងបង្កើត zone មួយទៀតនៅក្នុង server របស់យើងនៅក្នុង server របស់យើងមានន័យថានៅក្នុង configuration របស់យើង configuration របស់ DNS server ទាំងអស់គឺនៅក្នុងfile មានឈ្មោះថាដូចយើងប្រាប់នៅក្នុង file name.config ហើយតមកយើងចូលទៅបង្កើត zone ថ្មីមួយទៀតដែលមាន IP របស់យើង zone នេះយើងវាយពាក្យ zone ដូចមុនដូចគ្នា zone កន្លែងនេះគឺជា IP 3ខ្ទង់របស់យើង IP 3ខ្ទង់របស់យើងមានន័យថាយើងបាច់ក៏ច្រាស់ដោយឥឡូវយើង IP របស់ NS1 យើងគឺ 192.168.1 អញ្ចឹងកន្លែងនេះយើង 1.168.192 តមក dot in addr.arpa បិទថ្មីកណ្ដោតមក in បើគ្នា enter ហើយនៅក្នុងហ្នឹងយើងenter ហើយយើងមើលទៀតឲ្យ type ជា master ហើយ file នេះយើងត្រូវបង្កើត file មួយទៀតហើយយើង copy មក copy ហាមើលស្ដាំបន្តមកនៅលើនេះ type master យើងវាយចឹងទៅហើយកន្លែងនេះ file name.reverse កន្លែងនេះយើងត្រូវវាយតាមគេប៉ុន្តែកន្ទុយ dot នេះយើងអាចដាក់តាមចិត្តយើងអីក៏បានដែរឥឡូវនេះខ្ញុំដាក់ឈ្មោះថា reverse RUPP អូខេតមកបិទគ្នាបដាក់សមីកលឹមហើយ cell escape ចុច2 WQ អូខេតមកយើងត្រូវបង្កើតនៅ file ដែលយើងបានបង្កើតមានថា file មួយហ្នឹងយើងប្រកាសវាជា saving file ប៉ុន្តែយើងអត់ទាន់មាន file ហ្នឹងទេដើម្បីហើយយើងត្រូវបង្កើត file ហ្នឹងដើម្បីបង្កើត file ដូចគ្នា vim/ យើង store វានៅក្នុង folder var /name/ reverse rev dot file យើង rupp ទៅមក click enter នេះជា empty file មួយដែលអត់ទាន់មានអីដូចគ្នាដើម្បីឲ្យforward zone យើងដើរយើងត្រូវ configuration តិចតួចតែមានឥឡូវយើង copy តាមនេះទៅហ្មងអូខេយើង copy តាមនេះទៅហ្មង copy សម្រាប់យើង paste ហើយដែលយើងត្រូវកែគឺកន្លែង domain name អ្នកនរគ្នាដាក់អីយើងត្រូវដាក់គ្នាដូចមិញខ្ញុំ RUPP កន្លែងនេះយើងត្រូវកែជា RUPP ដូចគ្នា RUPP កន្លែងនេះ admin ដូចជា root ហើយកន្លែងនេះដូចជា RUPP ដូចគ្នា
អូខេតមកកន្លែងនេះ rupp ដូចគ្នាគ្នា rupp តមកកន្លែងលេខ100នេះកន្លែងលេខ100នេះមានន័យថាគឺជាខ្ទង់ទី4នៃ IP របស់យើង IP របស់យើងគឺ192.168.1.1អញ្ចឹងកន្លែងហ្នឹង100យើងដូរទៅជា1មកអូខេបន្តមកអាហ្នឹងដើរសម្រាប់ការមានតែ domain របស់យើងឯងប៉ុន្តែនៅពេលដែលយើងចង់ឲ្យដើរទាំង mail server ទាំងបន្តមកយើង share មើលសិនយើងចង់ testing សិននេះescape wq enter អូខេបន្តមកយើង ns look យើង restart server ម្ដងទៀតហើយយើង ns lookup ម្ដងទៀត ns lookup លើកហ្នឹងយើង ns lookup rupp.com នេះគឺជារបស់យើងតោះមកយើង ns lookup ជាមួយ IP ម្ដង 192.168.1.1 Enter មកនេះមានថាបកប្រែពី IP ប៉ុណ្ណេះគឺជា domain name ប៉ុណ្ណេះដែលមាន address ប៉ុណ្ណឹងដូចគ្នានេះយើងធ្វើដើរទៅលើ rupp.com ហើយចុះ mail server របស់យើង mail server របស់យើងអានេះ lookup ចុច2ឬចុច3វានៅតែអត់ដើរដោយសារយើងអត់ទាន់បានបង្កើតនៅក្នុង folder name river.rupp យើងត្រូវ add វាចូលហើយយើងចូលក្នុង VIM ម្ដងទៀតចុច insert ដើម្បីអាច typing បានតមកយើងដាក់យើងអាច copy ដូចខ្ញុំមកចុចឆ្ងាយព្រោះនេះគឺជារបស់ខ្ញុំអាច copy មក copy ហើយយើង paste ចូលទៅក្នុង file ហ្នឹងមកកន្លែងកន្លែងនេះ .com នេះយើងអាចដូរទៅជា rupp យើងខ្ញុំមានតាម domain របស់យើង domain យើងឈ្មោះតាមអញ្ចឹង rupp ហើយកន្លែង30នេះមានថាខ្ទង់ទី4ដូចគ្នាmail server របស់យើងដូរទៅជាចុច2ចឹងកន្លែងនេះដូរជាលេខ2កន្លែងនេះដូរជាលេខ3តមកយើងអីដែលសំខាន់គឺកន្លែង mail server នេះយើងត្រូវដាក់ឲ្យត្រូវបើសិនជា mail server យើងនៅ configuration ចាស់ដាក់ mail server យើងដាក់ mail server បើយើងអីយើងដាក់ហ្នឹងបន្តមក save wq enter ហើយយើង restart ថ្មីអូខេយើងឆែក setter មកវាមាន error អីអត់អូខេវាមាន error ទេបន្ទាប់មកនៅក្នុងរបស់យើងអានេះ log up ទៅលើ 1.2 ដែរម្ដងទៀតឥឡូវហ្នឹងចុច2របស់យើងបង្ហាញថា mail server យើងវាបកប្រែពី192.168.1.2ដូចជា mail server ហើយដល់ទៀតយើងអានេះ log up ចុច3ម្ដងអូខេចុច3របស់យើងដូចគ្នាមកបែរជា web server បើសិនជាបើគ្នាយើងមាន file server ឬអី server ផ្សេងទៀតដំបូងដូចមានថាយើងបង្កើតពី server យើងធ្វើបែបហ្នឹងប៉ុន្តែបើសិនជាយើងមានអាច mail server ជា file server មួយទៀតដំបូងអ្នកនរគ្នាទៅចូលទៅក្នុង ECC river.rupp នេះយើងចូលទៅមើលសិនអានេះយើងមាន rupp.com mail server ហើយនិង web server scan you ហើយចូលទៅមើលក្នុង file ញ៉ាំដល់ config យើងមើល fwd នេះ file fwd.rupp បើក domain យើងបើ file អ្នកឲ្យឈ្មោះអីឈ្មោះយើងចូលក្នុង file ហ្នឹងក្នុងមក click enter កន្លែងនេះយើងអាច add server មួយទៀតអាចថាជា file server គេ file server in a 192.168.1.4ហើយយើងអាចដាក់ CNAME ឲ្យវាយើងដាក់ file អីក៏បានដែរអាហ្នឹងតែចិត្តយើង in CNAME កន្លែងនេះយើងដាក់តាមឈ្មោះខាងលើយើងបង្កើតយើង file server.rupp.com បន្ទាប់មកយើង save
số hay restart switch start switch ហើយយើងណែ look up ទៅលើ file server មួយហ្នឹងណា look up file.com.rupp.com នេះហើយរយៈរបស់វាគឺ file.rupp.com ហើយវាជា file server ប៉ុន្តែពេលដែលយើងដាក់ទៅលើ IP វាអត់ទាន់ដើរដែរវាអត់ទាន់ដើរដែរ 1.1.4 មូលហេតុដោយសារតែយើងអត់ទាន់បានបង្កើតវានៅក្នុងអត់ទាន់បានដាក់វានៅក្នុង configuration file revert ដល់ RUP មានថាវាជា reverse role របស់យើងវា revert ត្រឡប់វា revert ពី IP ដែលជា name ហើយ file FWD RUP វា revert ពី name ដែលជា IP យើងចូលមកយើងចូលទៅថែមដោយឥឡូវហ្នឹងយើងក្នុងទី4របស់យើងហ្នឹងគឺលេខ4 in ptr file server យើងដែលឈ្មោះ file server.rupp.com អូខេតោះយើង save ដូចមុនទី2 wq អ្នកទៀត enter ហើយយើងរាប់ពេលយើងផ្លាស់ប្ដូរក្នុង file configuration យើងត្រូវតែ restart អញ្ចឹងលើកនេះយើង restart ម្ដងទៀតតាមមកយើងចូលទៅក្នុងរបស់យើងម្ដងទៀតយើងធ្វើការ នៅលើ file server ថាថ្មីវានៅតែដើរតាមមកយើង look up ទៅលើ IP របស់វាដែលមានកន្ទុយ 4 ហើយបកបែប IP ជា file server បានហើយហ្នឹងគឺជា DNS server របស់យើងហើយកុំភ្លេចមួយទៀតកុំភ្លេចដោះ DNS server របស់យើងចេញពីក្នុងនេះផងបើសិនជាយើងអត់ដោះទេនៅពេលដែលយើងបិទម៉ាស៊ីន Linux យើងអ៊ីនធឺណិតរបស់យើងនឹងប្រើដើរទេទោះបីជា Wi-Fi ក៏ដោយយើង option DNS server auto បន្តិចលេងមកហើយមួយទៀតដែលពេលយើងប្រើ DNS របស់Linux របស់យើងនៅពេលដែលយើង look up ម្ដងទៀតគឺវាអត់ដើរដូចគ្នាដោយសារយើងជួបប្រើ DNS ហ្នឹងហើយអូខេអូនមានតែប៉ុណ្ណឹង